សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំជួបជាមួយនឹងបងប្រុសដែលគាត់អញ្ជើញមកពីខេត្តព្រៃវែងគាត់ជាជាងឡានហើយមកសិក្សាមួយខ្ញុំរយៈពេលខ្លីហើយទទួលបានលទ្ធផលចង់និយាយថា7ថ្ងៃទេបាទអញ្ចឹងខ្ញុំចង់ជំរាបជូនបងប្អូនទាំងអស់គ្នាហើយក៏ត្រេកអរមែនតើបងឈ្មោះអីអញ្ជើញមកពីខាងណាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាផងបាទខ្ញុំឈ្មោះជាងពិសិដ្ឋមកពីខាងស្រុកបន្ទាយខេត្តព្រៃវែងបាទតែខ្ញុំមានបញ្ហាបំណុលចំនួន$60000បាទហើយមកសិក្សារយៈពេលមួយអាទិត្យនេះទទួលបានអីគេដែរមើលចែកម្លែកពីចំណេះដឹងដែលទទួលបានចំណេះដឹងដែលយើងចាក់ចេញពីបំណុលក្នុងរយៈពេលខ្លីហើយនឹងចំណេះដឹងទីផ្សារចំណេះដឹងហិរញ្ញវត្ថុបាទហើយនឹងចំណេះដឹងគ្រប់គ្រងបាទតែធ្វើឲ្យខ្ញុំគ្រប់គ្រងការ៉ាស់ឡានខ្ញុំដោយកូនចៅខ្ញុំធ្វើការទាំងអស់គ្នាដោយមិនមានវត្តមានខ្ញុំបាទអរចាមែនតើហើយនឹងជំនាញមួយទៀតគឺដែលខ្ញុំរៀនបានទៅហ្នឹងគឺខ្ញុំបានតាក់ទងជាមួយនឹងទីផ្សារហ្នឹងការលក់ឡានរបស់ខ្ញុំហ្នឹងគឺបានល្អជាងមុនត្រឹមតែមួយអាទិត្យបានលុយប៉ុន្មានមើលចែកម្លែកតិចមើលមួយអាទិត្យខ្ញុំអាចលក់ឡានចំណេញបាន$3000វ៉ាវអរចាមែនតើបងប្អូន$3000គឺមិនដឹងស្មានទេនៅពេលដែលយើងមានបញ្ហាបំណុលនៅពេលមានគំនិតមានជំនាញតំណែងជំនាញទីផ្សារជំនាញលក់ឲ្យអាចចំណេញបាន$3000មួយអាទិត្យបងប្អូនគិតមើលទៅរកស៊ីអីគេយើងក៏ជាពាក់គេភើពេកដល់ភើពេកយកអូខេអរគុណអញ្ចឹងជូនពរឲ្យសំណាងល្អហើយសម្រាប់បងប្អូនមានអីផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាដែលបើកអាជីវកម្មទាំងអស់គ្នាហ្នឹងអ្នកដែលមានអាជីវកម្មទាំងអស់គ្នាគឺសុទ្ធតែអ្នកមានលុយហើយតែកុំភ្លេចថាលុយហ្នឹងគឺជាបំណុលរបស់គេទេបាទកុំភ្លេចថាមិនមែនលុយហ្នឹងលុយរបស់យើងទេណា100គឺយើងមានបំណុលជាមួយគេ100ហើយឲ្យតែមានលុយនៅក្នុងខ្លួនគឺជាបំណុលរបស់គេហើយតែពីខ្លួនគឺធ្លាក់ខ្លួនចូលក្នុងបំណុលហើយវ៉ាវសូមឲ្យម្ចាស់អាជីវកម្មទាំងអស់គ្នាមិនថាជាងឡានដូចជារូបខ្ញុំទេអាជីវកម្មអីក៏ដោយឲ្យតែពាក់ព័ន្ធនឹងលុយបាទខ្លះគាត់ច្រឡំថាលុយគឺលុយបង្កើតទ្រព្យតែដល់ពេលគាត់យកលុយនឹងមកយូរទៅមិនមែនតែជាបង្កើតទ្រព្យទេតែជាលក់ទ្រព្យវិញបាទដោយសារគាត់យល់ច្រឡំថាលុយគឺជាលុយជាអ្នកបង្កើតទ្រព្យមិនមែនទេបងប្អូនបាទអូខេខ្ញុំផ្ទាល់ដែរខ្ញុំមានមុខខ្ញុំទៅខ្ចីលុយគេដើម្បីមករកស៊ីបាទដល់ពេលរកយូរអស់អីស៊ីលីអូខេបងប្អូននេះគឺជាលទ្ធផលមួយហើយខ្ញុំមោទនភាពសប្បាយចិត្តមែនទែនសម្រាប់បងប្អូនមានបញ្ហាបំណុលត្រូវការប្រឹក្សាពិភាក្សាមួយខ្ញុំកុំភ្លេចខ្ញុំសវុតម្ចាស់សិភៅអាចកម្បាំងនៃការចាកចេញពីបំណុលអាចជួយបងប្អូនបានបាទអរគុណច្រើន